សូមស្វាគមន៍មកកាន់រឿងរ៉ាវដ៏អស្ចារ្យបំផុតនៃក្តីស្រឡាញ់ភាពលោភលន់ការក្បត់និងការសងសឹកដ៏សែនត្រជាក់ល្ហឹមនេះគឺជារឿង The Count of Monte Cristo វគ្គទី1ទីក្រុងម៉ាស៊ីនៃប្រទេសបារាំងក្នុងឆ្នាំ1815កប៉ាល់ជំនួញដ៏ធំមួយឈ្មោះថា Pharaon បានចូលមកចតនៅកំពង់ផែក្រោមពន្លឺព្រះអាទិត្យដ៏ស្រស់បំព្រងនៅលើកប៉ាល់នោះមានបុរសវ័យក្មេងម្នាក់ឈ្មោះអេដម៉ុងដង់តេសគេជាយុវជនដ៏សង្ហារស្វាហាប់និងពោពេញដោយសមត្ថភាពដោយសារតែភាពឆ្លាតវៃនិងភាពស្មោះត្រង់របស់គេម្ចាស់កប៉ាល់បានសម្រេចចិត្តតែងតាំងគេឲ្យក្លាយជាកាពីតែនកប៉ាល់ដ៏ក្មេងបំផុតជីវិតរបស់អេដម៉ុងហាក់ដូចជាកំពុងដើរលើគំនរមាសគេមិនត្រឹមតែទទួលបានការងារដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះទេប៉ុន្តែគេក៏រៀបនឹងចូលរោងការជាមួយនារីដ៏ស្រស់ស្អាតបំផុតប្រចាំទីក្រុងគឺនាងមេសេដេសដែលជានារីដែលគេស្រឡាញ់ស្មើនឹងជីវិតប៉ុន្តែព្រះអាទិត្យដែលរះខ្លាំងពេកតែងតែបង្កើតឲ្យមានស្រមោលដ៏ខ្មៅងងឹតភាពជោគជ័យនិងក្តីសុខរបស់អេដម៉ុងបានធ្វើឲ្យមនុស្សពីរនាក់កើតក្តីច្រណែនឈ្នានីសយ៉ាងសន្ធោសន្ធៅម្នាក់នោះគឺដងខ្លាដែលជាគណនេយ្យករលើកប៉ាល់ជាមួយគ្នាគេច្រណែនព្រោះគេចង់បានតំណែងជាកាពីតែននោះខ្លាំងណាស់ចំណែកម្នាក់ទៀតគឺហ្វែណង់ដែលជាបងប្អូនជីដូនមួយរបស់មេសេដេសហ្វែណង់លួចស្រឡាញ់មេសេដេសយ៉ាងឆ្កួតលីលាគេស្អប់អេដម៉ុងដល់ឆ្អឹងព្រោះអេដម៉ុងបានឆក់យកបេះដូងនារីដែលគេប្រាថ្នានៅយប់មួយក្នុងហាងស្រាដងងឹតនិងពោពេញដោយផ្សែងបារីដងខ្លានិងហ្វែណង់បានអង្គុយផឹកស្រាជាមួយគ្នាដោយសេចក្តីស្អប់ខ្ពើមចូលសន្ធិដ្ឋក្នុងសន្តានចិត្តពួកគេបានរួមគំនិតគ្នាបង្កើតផែនការដ៏សែនអាក្រក់មួយដងខ្លាបានយកក្រដាសនិងទឹកខ្មៅមកសរសេរសម្បត្តិអនាមិកមួយច្បាប់ប្តឹងទៅរដ្ឋាភិបាលដោយចោទប្រកាន់ថាអេដម៉ុងដង់តេសគឺជាជនក្បត់ជាតិជាអ្នកនាំសារសម្ងាត់ឲ្យអតីតអធិរាជណាប៉ូឡេអុងដែលកំពុងនិរទេសខ្លួនសម្បត្តិប្រឌិតនោះត្រូវបានបញ្ជូនទៅកាន់ប៉ូលីសភ្លាមយុត្តិធម៌កំពុងតែត្រូវគេលេងសើចហើយថ្ងៃបន្ទាប់គឺជាថ្ងៃរៀបមង្គលការរបស់អេដម៉ុងនិងមេសេដេសកម្មវិធីជប់លៀងត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅមាត់សមុទ្រសំឡេងតន្ត្រីសំឡេងសើចក្អាកក្អាយនិងស្នាមញញឹមរបស់កូនកំឡោះកូនក្រមុំធ្វើឲ្យបរិយាកាសដូចជានៅឋានសួគ៌អេដម៉ុងកាន់ដៃមេសេដេសសម្លឹងមើលភ្នែកនាងដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតប៉ុន្តែឋានសួគ៌នេះមានអាយុកាលខ្លីណាស់រំពេចនោះទ្វាររបងត្រូវបានទាត់បើកយ៉ាងកក្រើកក្រាំងទាហានមួយក្រុមប្រដាប់ដោយកាំភ្លើងបានសម្រុកចូលមកកណ្ដាលកម្មវិធីមេបញ្ជាការស្រែកដោយសំឡេងដ៏កាចសាហាវថាតើអ្នកណាឈ្មោះអេដម៉ុងដង់តេសពួកយើងមកចាប់ខ្លួនឯងពីបទក្បត់ជាតិភ្ញៀវទាំងអស់ភ័យស្លន់ស្លោសំឡេងតន្ត្រីបានបាត់ឈឹងមេសេដេសស្រែកយំយ៉ាងខ្លាំងនាងស្ទុះទៅអោបអេដម៉ុងយ៉ាងណែនមិនព្រមលេងអេដម៉ុងញាក់ផ្អើលស្ទើរតែមិនជឿត្រចៀកខ្លួនឯងគេព្យាយាមពន្យល់តែគ្មានអ្នកណាស្ដាប់ឡើយទាហានបានចាប់អូសទាញគេចេញពីដៃកូនក្រមុំទាំងកំរោលមេសេដេសដួលលុតជង្គង់យំសោកបោកខ្លួននៅលើដីខណៈដែលដង់ខ្លានិងហ្វែណង់ឈរលួចញញឹមនៅជ្រុងម្ខាងយ៉ាងសប្បាយចិត្តនឹងភាពវិនិច្ឆ័យរបស់អ្នកដទៃអេដម៉ុងត្រូវបានបញ្ជូនទៅសួរចម្លើយនៅចំពោះមុខលោកវីលហ្វ័រដែលជាព្រះរាជអាជ្ញារងវីលហ្វ័រគឺជាមនុស្សឆ្លាតហើយមានមហិច្ឆតាខ្ពស់ក្រោយពីសួរចម្លើយនិងអានឯកសារយ៉ាងម៉ត់ចត់វីលហ្វ័រដឹងយ៉ាងច្បាស់ថាអេដម៉ុងគឺជាមនុស្សស្លូតត្រង់អេដម៉ុងគ្រាន់តែធ្វើតាមបញ្ជាចុងក្រោយរបស់អតីតកាពីតែនកប៉ាល់ដែលស្លាប់ដើម្បីយកសម្បត្តិមួយច្បាប់ទៅប្រគល់ឲ្យមនុស្សម្នាក់ប៉ុណ្ណោះវីលហ្វ័ររៀបនឹងដោះលែងអេដម៉ុងទៅហើយប៉ុន្តែពេលវីលហ្វ័រមើលឈ្មោះអ្នកទទួលលើស្រោមសម្បត្តិនោះមុខរបស់គាត់ស្រាប់តែស្លេកស្លាំងដោយសាកសពឈ្មោះអ្នកទទួលនោះគឺណ័រធាដែលជាឪពុកបង្កើតរបស់វីលហ្វ័រផ្ទាល់តែម្ដងបើគេដឹងថាឪពុករបស់គាត់ជាជនក្បត់ជាតិអនាគតនិងអំណាចរបស់គាត់នឹងត្រូវរលាយគ្មានសល់ឡើយដើម្បីការពារអំណាចនិងកេរ្តិ៍ឈ្មោះរបស់ខ្លួនឯង
វិលហ្វ័របានសម្រេចចិត្តធ្វើអំពើដ៏សែនឃោរឃៅបំផុតគាត់បានដុតសម្បត្តិនោះចោលភ្លាមនៅចំពោះមុខអេដម៉ុងរួចញញឹមបោកប្រាស់ថាកុំបារម្ភអេដម៉ុងខ្ញុំដឹងថាឯងស្លូតត្រង់ខ្ញុំបានបំផ្លាញផោះតាងចោលហើយយប់នេះខ្ញុំនឹងបញ្ជូនឯងទៅកន្លែងសុវត្ថិភាពសិនថ្ងៃស្អែកឯងនឹងបានត្រឡប់ទៅរៀបការវិញហើយអេដម៉ុងអរគុណវិលហ្វ័រទាំងទឹកភ្នែកដោយគិតថាបរិសម្នាក់នេះគឺជាអ្នកមានគុណរបស់គេប៉ុន្តែគេមិនបានដឹងសោះឡើយថាគេកំពុងតែអរគុណបិសាចដែលរៀបនឹងបញ្ជូនគេទៅឋាននរកពាក់កណ្ដាលអត្រាតក្រោមមេឃងងឹតសូនឈឹងនឹងភ្លៀងធ្លាក់រលឹមទាហានបាននាំអេដម៉ុងចុះទូកតូចមួយបើកកាត់រលកសមុទ្រដ៏សែនត្រជាក់អេដម៉ុងគិតថាគេកំពុងតែត្រឡប់ទៅផ្ទះប៉ុន្តែពេលភ្លេចបន្ទោបញ្ចេញពន្លឺភ្លឺភ្លេចកាត់ផ្ទៃមេឃអេដម៉ុងបានបើកភ្នែកធំគេមិនបានឆ្ពោះទៅកាន់កំពង់ផែទីក្រុងឡើយទូកនេះកំពុងតែបើកសម្ដៅទៅកាន់កោះថ្មដ៏ដាច់ស្រយាលមួយនៅលើកោះនោះមានបន្ទាយគុកដ៏ខ្ពស់ត្រដែតនិងគួរឲ្យខ្លាចបំផុតវាមានឈ្មោះថាសាតូឌីដែលជាគុកនយោបាយដ៏ព្រឺព្រួចបំផុតអ្នកណាដែលចូលហើយគ្មានថ្ងៃបានត្រឡប់មកវិញជារៀងរហូតអេដម៉ុងស្រែកតវ៉ាយ៉ាងឆ្កួតលីលាគេខំប្រឹងបំរាស់ប៉ុន្តែវាហួសពេលទៅហើយទាហានបានទាញគេឡើងទៅលើកោះថ្មនោះរួចរុញគេបញ្ចូលទៅក្នុងរូងគុកដ៏ងងឹតនិងត្រជាក់ស្រេកក្រាំងសំឡេងទ្វារដែកដ៏ក្រាស់ខ្មឹកបានបិទជិតឈឹងបន្សល់ទុកត្រឹមតែភាពងងឹតនិងភាពអស់សង្ឃឹមដ៏ជ្រៅបំផុតអេដម៉ុងដងតេះបរោះវ័យក្មេងដែលរៀបនឹងមានអនាគតភ្លឺស្វាងពេលនេះត្រូវបានពិភពលោកបំភ្លេចចោលបាត់ទៅហើយតើអេដម៉ុងនឹងអាចរួចរស់ជីវិតពីគុកនរកនេះបានដែរឬទេហើយតើការសងសឹកនឹងចាប់ផ្ដើមឡើងយ៉ាងដូចម្ដេចសូមរងចាំតាមដាននៅក្នុងវគ្គទី2នៃរឿង The Count of Monte Cristo